ជំរាបសួរនាងខ្ញុំឈ្មោះម៉ាស៊ីជាកម្មសិក្សាការីដែលកំពុងស្នាក់នៅនិងធ្វើការងារនៅខេត្តអ៊ីវ៉ាតេនៃប្រទេសជប៉ុននាងខ្ញុំសូមគាំទ្រនិងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលនឹងធ្វើការដឹកនាំប្រជាប្រដ្ឋភូកម្ពុជាអញ្ជើញមកប្រទេសជប៉ុនដើម្បីជួបពិភាក្សាការងារជាមួយនឹងលោកអ៊ីស៊ីបាស៊ីហ្គេរឺនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុននឹងធ្វើការថ្លែងសន្ទរកថានិងសន្និសីទអន្តរជាតិលើកទី30ស្ដីអំពីអនាគតរបស់អាស៊ីនៅទីក្រុងតូក្យូនាចុងខែឧសភាខាងមុខនេះនាងខ្ញុំសូមអរគុណជំរាបសួរនាងខ្ញុំឈ្មោះលឹមឌីគឺជាកម្មសាការីដែលកំពុងតែធ្វើការនិងស្នាក់នៅខេត្តហ្វូគុស៊ីម៉ានៃប្រទេសជប៉ុននាងខ្ញុំពិតជាមានសេចក្តីរីករាយមែនទែនដែលទទួលបានដំណឹងមកថាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនឹងដឹកនាំគណៈប្រតិភូមកទស្សនកិច្ចពិភាក្សាការងារជាមួយនឹងអាដាមអ៊ីឈីបានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនស្ដីអំពីអនាគតរបស់អាស៊ីនាងខ្ញុំសូមជូនពរសម្ដេចបវរធិបតីនិងគណៈប្រតិភូទាំងអស់ទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចមួយនេះចា៎សូមអរគុណខ្ញុំបាទសូមគ្រប់ជំរាបសួរសម្ដេចអាយដាមលោកចន្ទទាវលោកស្រីព្រមទាំងបងប្អូននិស្សិតនិងវិជ្ជាជីវៈទាំងអស់ខ្ញុំបាទឈ្មោះថ្ងៃមករាជានិស្សិតដែលកំពុងបន្តការសិក្សានៅទីក្រុងណេកូយ៉ាខេត្តអាជីប្រទេសជប៉ុនខ្ញុំបាទពិតជាមានក្តីសូមអរគុណយ៉ាងក្រៃលែងដោយទទួលបានដំណឹងថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញមកបំពេញទស្សនកិច្ចនិងចូលរួមសន្និសីទអន្តរជាតិនៅទីក្រុងតូក្យូប្រទេសជប៉ុននាចុងខែឧសភាខាងមុខនេះទន្ទឹមនឹងនោះដែរសម្ដេចមហាបវរធិបតីនឹងចូលរួមថ្លែងសន្ទរកថាស្ដីអំពីអនាគតរបស់អាស៊ីនេះជាការបង្ហាញឲ្យឃើញថាកម្ពុជាកាន់តែដើរតួនាទីសំខាន់នៅក្នុងតំបន់ក៏ដូចជានៅក្នុងឆាកអន្តរជាតិក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីឆ្លៀតក្នុងឱកាសនេះខ្ញុំបាទសូមគោរពជូនពរដល់គណៈប្រតិភូទាំងអស់សូមធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បន្ថែមទៀតសម្រាប់កម្ពុជានៅក្នុងដំណើរបំពេញទស្សនកិច្ចដ៏មានអត្ថន័យជ្រាលជ្រៅនេះសូមអរគុណជំរាបសួរនាងខ្ញុំឈ្មោះខាន់សុភ័ណ្ឌជាពលករជំនាញរស់នៅនិងធ្វើការនៅខេត្តខឺម៉ាម៉ូតូនៃប្រទេសជប៉ុនសូមគាំទ្រនិងដំណើរទស្សនកិច្ចរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងដឹកនាំប្រតិភូអញ្ជើញចូលរួមការប្រជុំពិភាក្សាការងារជាមួយនឹងអាដាមអ៊ីស៊ីបានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុននិងថ្លែងសន្ទរកថាអន្តរជាតិលើកទី30ស្ដីអំពីអនាគតអាស៊ីនៅទីក្រុងតូក្យូនាចុងខែឧសភាខាងមុខនេះនាងខ្ញុំខាន់សុភ័ណ្ឌសូមជូនពរសម្ដេចបវរធិបតីនិងថ្នាក់ដឹកនាំទាំងអស់ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពនិងជោគជ័យគ្រប់ភារកិច្ចទាំងអស់សូមអរគុណជំរាបសួរខ្ញុំបាទឈ្មោះហ៊ុនសវណ្ណវិនជាប្រជាពលរដ្ឋខ្មែររស់នៅខេត្តខេមរៈប្រទេសជប៉ុនខ្ញុំបាទសូមគាំទ្រនិងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចនឹងដឹកនាំប្រតិភូកម្ពុជាអញ្ជើញមកប្រទេសជប៉ុនដើម្បីជួបពិភាក្សាការងារជាមួយអាដាមអ៊ីស៊ីបាស៊ីហ្គេរឺនាយករដ្ឋមន្ត្រីប្រទេសជប៉ុននិងថ្លែងសន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី30ស្ដីអំពីអនាគតអាស៊ីនៅទីក្រុងតូក្យូនាចុងខែឧសភាខាងមុខនេះសូមអរគុណជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះប្រាក់ដេញហៀបច្ចុប្បន្ននាងខ្ញុំបានមកបម្រើការងារនៅទីក្រុងកျូតូនៃប្រទេសជប៉ុននាងខ្ញុំពិតជាសប្បាយចិត្តរីកយ៉ាងក្រៃលែងនៅពេលដែលនាងខ្ញុំទទួលបានព័ត៌មានថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាយើងនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតបានដឹកនាំគណៈប្រតិភូដើម្បីមកចូលជួបពិភាក្សាការងារជាមួយអាដាមអ៊ីឈីបាជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុននឹងមានថ្លែងសន្ទរកថាក្នុងសន្និបាតអន្តរជាតិលើកទី30ស្ដីពីអនាគតអាស៊ីនៅទីក្រុងតូក្យូនាចុងខែឧសភាខាងមុខនេះនាងខ្ញុំសូមគោរពស្វាគមន៍និងគាំទ្រសម្ដេចលោកជំទាវនិងគណៈប្រតិភូទាំងអស់និងសូមជូនពរឲ្យធ្វើដំណើរមកប្រទេសជប៉ុនប្រកបដោយសុខសុវត្ថិភាពនិងទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀតជូនដល់ប្រទេសកម្ពុជាយើងនាងខ្ញុំសូមគោរពអរគុណជំរាបសួរខ្ញុំបាទជាប្រជាជនខ្មែរដែលកំពុងស្នាក់នៅក្នុងខេត្តក្យូតូនៃប្រទេសជប៉ុនខ្ញុំបាទពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់នៅពេលដែលទទួលដំណឹងថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
និងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីព្រមទាំងគណៈប្រតិភូកម្ពុជានឹងអញ្ជើញមកពិភាក្សាការងារជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុននាចុងខែឧសភាខាងមុខនេះខ្ញុំបាទសូមជូនពរសម្ដេចលោកជំទាវនិងគណៈប្រតិភូកម្ពុជាទាំងអស់ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពនិងទទួលបានជោគជ័យគ្រប់ភារកិច្ចសូមអរគុណ ជំរាបសួរនាងខ្ញុំឈ្មោះសេងសុកឡាងជាកម្មសិក្សាការីរស់នៅខេត្តអាយឈីទីក្រុងណាកូយ៉ានៃប្រទេសជប៉ុនខ្ញុំមានសេចក្តីសប្បាយចិត្តរីករាយយ៉ាងក្រៃលែងដែលបានទទួលដំណឹងថាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវគណៈប្រតិភូអញ្ជើញមកប្រទេសជប៉ុនដើម្បីថ្លែងសង្ឃរកថាអន្តរជាតិលើកទី30ស្ដីអំពីអនាគតអាស៊ីខ្ញុំសូមជូនពរដល់សម្ដេចបវរធិបតីនិងលោកជំទាវគណៈប្រតិភូធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពនិងបានជោគជ័យគ្រប់ភារកិច្ចដើម្បីកម្ពុជាសូមអរគុណ អនុញ្ញាតគ្រប់ជំរាបសួរទៅកាន់បងប្អូនពុកម៉ែជនរួមជាតិជាទីគោរពទីស្រឡាញ់ទាំងអស់ខ្ញុំបាទឧត្តមធីសប្តាហ៍ថ្ងៃជាពលករកំពុងតែស្នាក់នៅធ្វើការនៅក្នុងខេត្តស៊ីស៊ូអូកាប្រទេសជប៉ុនខ្ញុំបាទពិតជាមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាមកប្រជុំនៅក្នុងប្រទេសជប៉ុននិងដើម្បីជួបពិភាក្សាជាមួយឯកឧត្តមអ៊ីស៊ីបាក់ស៊ីហ្គេរុនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុននឹងថ្លែងសន្ទរកថានៅក្នុងសន្និសីទអន្តរជាតិលើកទី30ស្ដីអំពីអនាគតអាស៊ីនៅក្នុងទីក្រុងតូក្យូនាចុងខែឧសភាខាងមុខនេះដូច្នេះក្នុងនាមខ្ញុំបាទជាយុវជនម្នាក់ដែលតែងតែគោរពស្រឡាញ់នៅក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចជាប្រមុខថ្នាក់ដឹកនាំខ្ញុំបាទសូមគោរពជូនពរសម្ដេចព្រមទាំងគណៈប្រតិភូសូមលោកធ្វើដំណើរមកប្រជុំប្រកបដោយសុខសុវត្ថិភាពជាពិសេសសម្រាប់នឹងជោគជ័យនៅក្នុងការមកប្រជុំដ៏អស្ចារ្យមួយនេះបាទសូមគោរពអរគុណសូមជម្រាបលា ចា៎ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នានាងខ្ញុំសាលីដាជាពលករជំនាញធ្វើការនៅទីក្រុងតូក្យូប្រទេសជប៉ុននាងខ្ញុំពិតជាមានសេចក្តីរីករាយជាខ្លាំងដែលទទួលដំណឹងថាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវពេជ្រច័ន្ទមនីហ៊ុនម៉ាណែតដឹកនាំប្រតិភូកម្ពុជាអញ្ជើញជួបពិភាក្សាការងារជាមួយអាយដាមអ៊ីស៊ីបាស៊ីហ្គេរុនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុននិងថ្លែងសន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី30 ស្ដីពីអនាគតអាស៊ីនៅទីក្រុងតូក្យូនាចុងខែឧសភាខាងមុខនេះនាងខ្ញុំសូមគោរពជូនពរសម្ដេចធិបតីនិងលោកជំទាវនិងប្រតិភូអមដំណើរធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចមួយនេះចាសសូមអរគុណ